សួស្តីពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះគឺខ្ញុំសូមមកធ្វើវីដេអូបង្ហាញអំពីក្រងកយន្តមួយគ្រឿងបាទគឺក្រងនេះគឺជាប្រភេទក្រងឆាំងប៊ិនគឺជាក្រងធំជាក្រងដំរីហោះក្រងនេះដែរគឺវាមានបញ្ហាចាប់ចង្កូតដោយខ្លួនឯងនៅពេលដែលយើងប្រើធ្ងន់ទៅពេលដែលយើងប្រើដល់ពេលជួពេលអីទៅគឺវាចាប់ចង្កូតដោយខ្លួនឯងទៅតែមួយខាងគឺវាចាប់ទៅខាងឆ្វេងណាគឺមូលហេតុដោយសារតែវាមានបញ្ហាសឹកនៅបណ្ដូលផ្កាយច័ន្ទកម្មលាវបាទអញ្ចឹងបងប្អូនមើលទៅគឺវាសឹកអស់នៅចិញ្ចើមរបស់វាចិញ្ចើមផ្កាយច័ន្ទកម្មលាវនេះណាគឺវាសឹកខ្លាំងមែនទែនគឺយើងមិនអាចប្រើបានទៀតទេហើយចាំបន្តិចទៀតនេះគឺខ្ញុំនឹងធ្វើការដោះរុះរើចេញមកក្រៅដើម្បីពុកម៉ែបងប្អូនមើលកាន់តែច្បាស់ខ្លាចខ្ញុំបង្ហាញនៅក្នុងនេះចេះគឺមើលទៅគឺវាអត់យល់វាអត់ច្បាស់ណាមិនដឹងថាវាអស់យ៉ាងម៉េចអញ្ចឹងដើម្បីកាន់តែច្បាស់ខ្ញុំនឹងធ្វើការដោះចេញមកក្រៅដើម្បីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យឃើញជាក់ស្ដែងតែម្ដងថាវាដកអស់យ៉ាងម៉េចបាទបងប្អូននេះគឺជាស្ពឺបណ្ដូលផ្កាយច័ន្ទកម្មលាវដែលវាអស់ដែលបណ្ដាលឲ្យយើងប្រើទៅគឺវាចាប់ចង្កូតដោយខ្លួនឯងទៅខាងឆ្វេងគឺមូលហេតុគឺដោយសារតែវាអស់អាចចិញ្ចើមផ្កាយច័ន្ទរបស់វានេះគឺវាអស់ខ្លាំងមែនទែនបងប្អូនគឺឃើញថាគេឆាបអស់ជាច្រើនសារដែរគឺថាវាប្រើលេងកើតហើយគឺយើងមិនអាចឆាបប្រើទៀតបានទេអញ្ចឹងមានតែយើងធ្វើការផ្លាស់ប្ដូរថ្មីតែម្ដងព្រោះអីយើងដាក់ប្រើទៀតក៏ប្រើវាអត់កើតដែរវាប្រើបានតែវាបានយូរទេគឺយើងខាត់លុយពីបិសាអញ្ចឹងវាអស់ខ្លាំងតែមែនទែនហើយនេះគឺជាស្ពឺផ្កាយច័ន្ទថ្មីដែលយើងត្រូវធ្វើការផ្លាស់ប្ដូរសម្រាប់ស្ពឺនេះដែរគឺខ្ញុំប្រើជាប្រភេទបោះថៃមិនមែនជាបោះក្រុមហ៊ុនទេប៉ុន្តែវាល្អផាក់ផែលនឹងបោះស៊ីនបោះក្រុមហ៊ុនវាដែរនេះគឺជាប្រភេទលេខ1បាទគឺដាក់ទៅគឺល្អប្រើគឺអត់ទាន់ទេគឺថាល្អប្រើដែរខ្ញុំប្រើតែពួកប្រភេទនេះឯងបាទគឺជាប្រភេទល្អដែរនឹងប្រហាក់ប្រហែលនឹងបោះស៊ីនវាដែរ 90% ដែរបាទបើយើងរកបោះស៊ីនវាគឺរកអត់បានទេសម្រាប់ពួកក្រងធំពួកស្ពឺក្រងដំរីហោះនេះគឺមិនមានក្រងស៊ីនដូចជាក្រងសយ៉ាមជាប្រភេទក្រងតូចទេបើប្រភេទក្រងតូចគឺយើងមានគ្រឿងស៊ីនវាតែម្ដងព្រៃមានគ្រឿងបោះក្រុមហ៊ុនវាតែម្ដងបាទអញ្ចឹងនេះគឺធ្វើការចាប់ចូលទៅវិញដើម្បីដាក់ចូលទៅវិញបានជាដំបូងគឺយើងត្រូវដាក់ស្ពឺទូចហើយគឺយើងដាក់ស្ពឺធំចូលពីលើដើម្បីចាប់ខ្យល់វាចូលទៅវិញដើម្បីរៀបនៅដាក់បណ្ដូលផ្កាយច័ន្ទរបស់វានៅពេលដែលយើងដាក់ខ្យល់ចូលអស់ហើយគឺយើងចាប់ផ្ដើមរឹតខ្យល់នេះឲ្យតឹងៗបងប្អូនគឺដើម្បីងាយស្រួលក្នុងការយើងបញ្ចូលស្ពឺផ្កាយច័ន្ទនៅពេលដែលយើងធ្វើការរឹតខ្យល់តឹងរួចរាល់អស់ហើយគឺយើងចាប់ផ្ដើមយកបណ្ដូលស្ពឺផ្កាយច័ន្ទថ្មីដែលយើងផ្លូវការផ្លាស់ប្ដូរហ្នឹងគឺយើងយកមកដាក់នៅក្នុងស្ពឺធំនេះបងប្អូនគឺដល់ពេលយើងមិនដាក់ចូលនេះគឺយើងត្រូវដាក់ផ្លាវ៉ែតវាសិនបងប្អូនគឺយើងដាក់ផ្លាវ៉ែតវាឲ្យតឹងឲ្យណែនឲ្យស៊ុបវាហ្នឹងគឺដើម្បីថាយើងដាក់ទៅកុំឲ្យវាកន្លាច់ខូចផ្លាវ៉ែតអញ្ចឹងហើយការដាក់គឺអត់មានអីពិបាកទេបងប្អូនគឺយើងដាក់ពីបែបរបៀបនេះគឺយើងដាក់ពីខាងកលៀកខាងធំមកលើបាទខាងស្ពឺតូចនេះពីខាងកលៀកខាងតូចនេះគឺយើងដាក់ចូលខាងស្ពឺធំដល់ពេលដែលយើងដាក់ចូលរួចហើយគឺយើងចាប់ផ្ដើមយកព្រាមកដាក់បញ្ចូលនៅក្នុងស្ពឺផ្កាយច័ន្ទរបស់វាបងប្អូនគឺដើម្បីដាក់ការពារកុំឲ្យវាសណ្ដក់ទៅមកខាងទៀតបាទគឺអត់មានអីពិបាកទេបងប្អូនគឺរបៀបដាក់គឺបែបនេះឯងគឺងាយគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរដោយខ្លួនឯងក៏បាននៅពេលដែលមើលវីដេអូនេះហើយបាទអញ្ចឹងបើថាបងប្អូនពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយ like ជួយ share ផងបងប្អូន